ជម្រាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូប្លុកខ្លីរបស់ខ្ញុំដែលខ្ញុំបាននិយាយអំពីការទទួលស្នានៅសារមន្ទីរសេដ្ឋកិច្ចជាតិដែលហៅថាសារមន្ទីរព្រះស្រីអេសានវត្តមានដែលហៅកាត់ថាសារមន្ទីរសសរមានអ្នកខ្លះបានស្គាល់អ្នកខ្លះទៀតក៏តនបានស្គាល់ដែលមានទីតាំងនៅចំបេះដូងនៃរាជធានីភ្នំពេញរបស់យើងគឺក្បែរនឹងព្រះបរមរាជវាំងទាំងអស់គ្នាអញ្ចឹងយើងគួរតែចំណាយពេលបានម្ដងដើម្បីចូលទទួលស្នានៅសារមន្ទីរសេដ្ឋកិច្ចចឹងកំបងពេលយូរចូលទៅខាងក្នុងមួយខ្ញុំតែអ្នកទាំងអស់គ្នាម្លងពេលដែលខ្ញុំទៅគឺខ្ញុំមានការទិញសវត្ថដោយសារយើងទិញសវត្ថហើយយើងអាចឡើងទៅទស្សនានៅខាងលើបានអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបានទិញសវត្ថហើយឡើងទៅខាងលើយើងក៏បានឃើញតាមអញ្ចឹងនីមួយៗគឺនិយាយអំពីការវិវត្តនៃផ្នែកសេដ្ឋកិច្ចតាំងពីសម័យកាលហ្វូណនរហូតមកដល់សម័យកាលបច្ចុប្បន្នអ្នកទាំងអស់គ្នាអញ្ចឹងយើងគួរតែចំណាយពេលវេលារបស់យើងបន្ទាប់ពីការសិក្សាឬក៏ពីម៉ោងធ្វើការយើងគួរតែចំណាយពេលទៅបានម្ដងទៅដើម្បីចូលរួមយើងស្វែងយល់ពីផ្នែកសេដ្ឋកិច្ចតែអ្នកទាំងអស់គ្នាម្លងពេលពីខែតុលារហូតដល់ខែកុម្ភៈឆ្នាំ2026គឺមានការតាំងពីពណ៌ពិសេសគឺការនិយាយអំពីការលេចត្រដែតឡើងវិញគឺយើងអាចនឹងចូលរួមដោយសេរីអ្នកទាំងអស់គ្នាតែការតាំងពីពណ៌ហ្នឹងគេនិយាយអំពីរូបគំនូរផ្សេងដែលមាននៅតាមជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកតដែលយើងបានស្គាល់ហើយព្រះវិហារព្រះកែវមរកតគឺរាល់ថ្ងៃគឺស្ថិតនៅក្នុងព្រះបរមរាជវាំងអញ្ចឹងយើងគួរតែចំណាយពេលដើម្បីយើងទៅស្វែងយល់អំពីវប្បធម៌ឬក៏គំនូរផ្សេងដើម្បីជាទុនក្នុងការចូលរួមលើកស្ទួយវប្បធម៌របស់យើងសូមអរគុណ